គ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យកូនទូកឬក៏ទូកងោណាហើយថ្ងៃនេះដែរខ្ញុំបាទកូនទូកបានឆ្លៀតចូលមកលេងដល់វត្តស្វាយសំណោះវត្តមនីវ័នហើយវត្តស្វាយសំណោះហើយក៏ឆ្លៀតចូលមកអាត់ទូកមកផ្លែតធ្លាប់តែលឺអានេះបានមកជួបផ្ទាល់ណាពុកម៉ែបងប្អូនទាំងគ្នាស្វាយសំណោះនេះស្អាតមែនតើក្នុងរោងនេះមាន3គ្រឿងណាពុកម៉ែបងប្អូនទាំងគ្នាមកគ្រឿងនេះដូចជាຂະຫນាត់ប្រហែលជាចំណុះ5ជាងតែមើលឃើញដូចជាសេរីចាស់ដែរនេះរំពេលរស្អាតមែនតើពុកម៉ែបងប្អូនគ្នាសែនសំណោះណារំពេលស្អាតហើយមកគ្រឿងនោះដូចជាសែនសំណោះដែរប៉ុន្តែប្រវត្តិរូបខ្ញុំអត់សូវច្បាស់ទេពុកម៉ែបងប្អូនគ្នាចឹងខ្ញុំសូមអត់ហ៊ាននិយាយទេហើយក៏លើកទៅមើលគំនូរថាស្អាតមែនតើពុកម៉ែបងប្អូនគ្នានេះសែនសំណោះមួយទៀតនៅខាងនោះសាររោងទូកចាក់សាវអីចឹងចូលអត់កាត់ទេបានតែថតជុំវិញហ្នឹងឯងពុកម៉ែបងប្អូនគ្នានេះអំណោយរបស់លោកអកញ្ញាអង្គសៀលោកអកញ្ញាអង្គសៀនៅលោកចំទាវក្របកែវសំខាន់ខាងក្នុងអត់មានលៀបបាតទេពុកម៉ែបងប្អូននេះវត្តមនីវ័នស្វាយសន្លោះខុំរកាស្រុកកងមាសខេត្តកំពង់ចាម